អ្នកនៅចាំបានទេកាលអ្នកនៅតូចឲ្យឃើញលេងទឹកប្រឡាយលេងទឹកស្រះដេញវាយដោយសារតែពេលនោះអ្នកនៅតូចពេកការគិតក៏ខ្សោយគិតតែពីលេងចង់សប្បាយជាមួយមិត្តភក្តិរាល់ពេលដែលឲ្យឃើញយើងលេងទឹកឲ្យក៏បានវាយពេលនោះអ្នកក៏មានអារម្មណ៍ថាខឹងស្អប់មិនក៏ឲ្យចិត្តអាក្រក់ម្លេះគ្រាន់តែកូនលេងទឹកសោះក៏វាយកូនដែរប៉ុន្តែក៏យល់ពីកូនថាកូននៅតូចថាកូននៅក្មេងនៅពេលដែលឃើញកូនលេងទឹកម្ដងដេញវាយមិនមែនចង់ឲ្យកូននឹងលេងទឹកទេព្រោះតែបារម្ភខ្លាចកូនលេងទឹកទៅប៉ះស្រះណាទឹកជ្រៅប៉ះប្រឡាយណាទឹកជ្រៅធ្វើឲ្យកូនហែទឹកលេងអស់ដៃអស់ជើងជួយខ្លួនឯងមិនរួចបញ្ហានោះដូចដែលគិតខ្លាចកូនលងទឹកធ្វើឲ្យបាត់បង់ដល់អាយុជីវិតព្រោះតែក៏រវល់ការងារធ្វើការប្រចាំថ្ងៃធ្វើនេះធ្វើនោះផងដើម្បីបានលុយបានកាក់មកចិញ្ចឹមកូនទិញនោះទិញនេះផ្ដល់ឲ្យកូនប៉ុន្តែពេលនោះអ្នកនៅក្មេងអត់យល់ពីអារម្មណ៍ទេប៉ុន្តែគាត់យល់ពីអារម្មណ៍កូនអ្វីដែលគាត់ដេញវាយកូនគឺមិនមែនថាអត់ចង់ឲ្យកូនលេងទឹកទេគាត់ព្រួយបារម្ភខ្លាចកូនលងទឹកឥឡូវបើសិនជាអ្នកណានៅតូចធ្លាប់ស្អប់ខឹងដែលដេញវាយកូនមិនឲ្យលេងទឹកប្រឡាយទឹកស្រះហ្នឹងបើយើងធំនឹងក្តីយើងនឹងយល់ពីអារម្មណ៍មួយហ្នឹងហើយបើថាយើងធំមានគ្រួសារមានកូនទៀតកាន់តែយល់ច្បាស់ជាងនឹងទៀតហើយអ្នកណាខ្លះកាលនៅតូចធ្លាប់ខឹងរឿងដេញវាយមិនឲ្យលេងទឹករហូតដល់ឥឡូវបានសុំទោសឬនៅបើថានៅទេយើងធំយើងអៀនមាត់មិនហ៊ានសុំទោសដោយផ្ទាល់មាត់អាច share វីដេអូនេះសរសេរជាអក្សររួចចុច share ចូលឈ្មោះ Facebook មកក៏បានដែរនៅពេលដែលរបស់អ្នកបានឃើញយើងសរសេរជាអក្សរសុំទោសទៅគាត់នឹងយល់ហើយខ្ញុំក៏សុំទោសដែលវីដេអូនេះប៉ះពាល់អារម្មណ៍ទៅដល់អ្នកដែលគាត់បានបាត់បង់ជីវិតព្រោះតែកូនលងទឹកនៅពេលដែលគាត់បានឃើញវីដេអូនេះហើយធ្វើគាត់យល់ធ្វើឲ្យគាត់ស្រណោះនឹកដល់ការកូននៅរស់មានជីវិតធ្លាប់តែលេងប្រឡែងសើចជាមួយនឹងពុកអ្នកម្ដាយបែរជាមកដល់ពេលនេះគ្មានវត្តមានកូននៅជាមួយនឹងពុកម្ដាយទេដោយសារតែពេលនោះកូនលួចទៅលេងទឹកមិនឲ្យពុកម្ដាយដឹងកូនលួចទៅលេងទឹកមិនមែនលួចទៅលេងមួយថ្ងៃឬក៏មួយខែទេកូនលួចទៅលេងទឹកបាត់អស់មួយជីវិតជារៀងរហូតពីឪពុកនិងអ្នកម្ដាយ